បាទសួស្តីមកកាន់ថ្នាក់រៀន finger style បាទអញ្ចឹងក្នុងការលេង finger style យើងត្រូវការមាន melody ជាមួយនឹង chord bassline ណាអញ្ចឹងជាដំបូងជាទូទៅណាគឺរបៀបដែលខ្ញុំបង្រៀនគឺខ្ញុំចូលចិត្តស្គាល់ឲ្យស្គាល់អាគ័រ chord ជាមុនសិនណាព្រោះយើងគ្រាន់តែបន្ថែមគ្រាប់ melody នៅជុំវិញអាគ័រហ្នឹងអញ្ចឹងអាគ័រគឺជាការសំខាន់ដើម្បីលេង finger style អូខេដូច្នេះចំណុចនេះខ្ញុំគិតថាភាគច្រើនណាចេះតែខ្ញុំចង់និយាយឡើងវិញដើម្បីយើងចាប់ផ្ដើមពីចំណុច basic បំផុតណាអូខេអញ្ចឹងអាគ័រហ្នឹងគឺខ្ញុំចង់ឲ្យចេះអាគ័រនៅក្នុងទំនាក់ទំនងប្រគំគេហៅថា family chord បើខ្លះគេថាគ្រួសារគ័រណាអញ្ចឹងក្នុងទង់ do major បាទគឺដែលមាន7គ្រាប់ចាគ័រហ្នឹងក៏មាន7ហើយយើងចាប់ជាទម្រង់ basic សម្រាប់អ្នកមិន finger style ឬអ្នក finger style ជាមូលដ្ឋានគ្រឹះណាគឺ do major Re minor DM បាទខ្សែកេះលេងដៃឬយើងហៅថា open chord ណាព្រោះយើងរៀននេះគឺយើងរៀន open chord ពីព្រោះនៅពេលយើងលេង finger style ភាគច្រើនយើងប្រើជា capo អញ្ចឹងនៅពេលដែលយើងប្រើជា capo ហើយយើងចាត់ទុកថាជា open chord ដែរណាអញ្ចឹងអាគ័រ Re ហ្នឹងភាគច្រើនគឺយើងអត់លេងខ្សែខាងលើគេទេយ៉ាងច្រើនយើងលេងខាងខ្សែណា Re minor នេះណាអូខេ Mi minor ចាប់ចេះណាឬក៏ចេះក៏បានដែរណាអត់អីទេស្រួល Fa major ភាគច្រើនយើងចាប់ bar chord គ័រប្រាស់ណាគឺហើយប្រាស់នេះណាអូខេបើយើងពិបាកប្រាស់យើងចាប់ដដែលប៉ុន្តែយើងតែពីខាងក្រោមក៏បានដែរណាប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យប្រាស់ទៅដោយសារអាគ័រ basic នេះគឺជាអាគ័រសម្រាប់យើង strumming កាលណាយើង strumming ដែលមាន bar chord មានខ្សែបាសច្រើននាំឲ្យការ strum របស់យើងមានសំឡេងសួយសំឡេង mid សំឡេងបាសនាំឲ្យបទចម្រៀងរបស់យើងវាកាន់តែព្រោះណា Sol major យើងចាប់ដូចនេះLa minor ចាប់ដូចនេះគឺហើយទៀតគឺគាត់ C ភាគច្រើនយើងច្រឡំថា C minor អត់ទេណាគឺយើងហៅថា C ពាក់កណ្ដាល dim បាទគឺរបៀបនេះឬយើងហៅថា C minor 7 bemol 5ក៏បានដែរណាយើងហៅថា C ពាក់កណ្ដាល dim នេះអូខេជិះមើលនេះអូខេអាគ័រទាំងនេះគឺជាអាគ័រ family ណា family chord អាគ័រទំនាក់ទំនងក្នុងទង់ do major ប៉ុន្តែដើម្បីឲ្យដៃរបស់យើងដូចជាមូលដ្ឋានដែលយើងនឹងលេង finger style នៅថ្ងៃអនាគត
cứ dương phải chập co thằng o là đại nó mình té dương phở tầm rung đại mà điểm đại xem vì phun nó bây giờ mình melody chốt cho bà hai dương mình chập chân tề nè đi họ nhung liên được ní trong ban melody ní ok mình té nó bây giờ trong ban bass thì dương chập cho mình chẳng chỉการรู้สึกเจ็ดนั่นคือจองอ้อยยิงเลี้ยงก็ได้แต่ผมปรับเปลี่ยนก่อนนั้นมันได้ขนมตุ่มรุ่งเรียมได้เซมได้ไอ้หนึ่งชิ้นต่อการเลี้ยงfinger style ทางอนาคตโอเคอย่างเช่นก็ดูมาเจอนะยิงจับเจ็บเมาส์กับบ้านยิงจุกได้เนียงยิงลังเลือจำนวนไอโคนวิ่งกับบ้านเบอร์ซึ่งจะยิงtrong bàn saiบ้าโอเคไอ้เมื่อกี้คือยิงปราบรุงแบบนี้ยิงอ้อยได้ไอจะอัลเทอร์เนนะvà níยิงจับด้วยมีจังใดบางทียิงอ้อยได้จังอัลเทอร์เนโอเคvàดูมาเจอเรมิเนอร์ยิงจับด้วยนี่ไหมเนี่ยจังแบบนี้คือเอายิงโยกโกนได้กลุ่มนูดได้เนียงเฮ้นี่เขาขนมเปรี้ยวยิงถือการเลี้ยงใส่ขังเลยดินะโอเค finger style ก็ถือการจังบางยังจับดึงนี้ใบโกยังbị bạ lên mà này đấy chứ này re minor มูลค่าสำหรับ finger style ก็ยังจับมันระเบียบนี่นะลงไปเอามาดิมนี่เป็นมินเปย์ลงไปนะเมโลดี้โจนะจะดูเบสโอเคมีมิเนอร์ยังไอจับไปกับบ้านแล้วไปได้ยังถือการนอกในโกนยูเวนเจียงนะใจกับบ้านแล้วไปยังถือการนอกทางนี้nhé chứ chậm chơi các bạn nhưng thật qua lại cục tùng rung này và họ được bị pha mà giới nhưng hiện bị para hai tập strumming và tại nó phải đi dừng trong ban chia style mình cũng đai từ nãy làm bị lên chỉ melody nhưng chập tập này thế nó cứ pi ok Sol major basic yang cabut ini nah nantiដើម្បីឲ្យមានម្រាមលេង melody យើងចាប់ទៅប៉ុណ្ណេះទេមិនថាទម្រង់ណាលយជាងទម្រង់ណាល្អជាងទម្រង់ណាទេគ្រាន់តែថានៅពេលដែលយើងត្រូវការម្រាមណាដើម្បីលេងជា melody យើងចាប់តាមការគួរមកចាប់ចេះដើម្បីយើងណាយើងមានកូនដៃលេង melody យើងចាប់ដូចនេះយើងមានចង្អុលដៃលេង melody ខាងនេះដល់ពេលយើងចាប់ចេះម្យ៉ាងដែរគឺយើងសម្រាប់ strumming អូខេហើយ line minor យើងចាប់ដូចនេះយើងមាន melody កូនដៃពេលយើងចាំចេះគឺយើងសម្រួលនៅពេលដែលយើងលេងខាងលើនេះណាគឺយើងមានដៃនេះសម្រាប់លេង melody ប៉ុន្តែនេះជា open string យើងអត់ទាន់ដឹងថាវាមានឥទ្ធិពលប៉ុណ្ណាទេក្នុងការលេង finger style ណាចឹងឲ្យយើងចាប់ដូចនេះដែរក្របដដែលប៉ុន្តែយើងគ្រាន់តែដូរម្រាមដៃអូខេចំណែក C dim ខ្ញុំប្រាប់ឲ្យគឺពាក់កណ្ដាល dim នេះ C ពាក់កណ្ដាល dim នេះពាក់កណ្ដាល dim យើងរក្សាទម្រង់ដដែលទេប៉ុន្តែបើយើងចង់បានជាអាក័រ dim វិញយើងយកដៃចង្អុលយើងមកខាងក្រោមនេះយើងយកដៃកណ្ដាលចំណុចដៃចង្អុលហើយយកដៃចង្អុលយើងមកខាងក្រោមខ្សែទី3នេះណាគឺពាក់កណ្ដាល dim នេះពាក់កណ្ដាល dim នេះពេញណាគឺដូច្នេះយើងចាប់ឲ្យបាននៅការចាប់អាក័រទាំងអស់នេះយើងអាចបំបែកជា melody ហើយនឹងយើងអាចមានអាក័រជា
extension មានន័យថាជាប្រភេទ servant ច្រើនអូខេអញ្ចឹងសឹងចង់ឲ្យបានអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យធ្វើបានគឺអាករមួយនីមួយហ្នឹងយើងចាប់បានទម្រង់ប្រមាណណាយើងសូមចាប់ចំណុចឲ្យបានដើម្បីយើងទៅមុខជាមួយគ្នាបាទអរគុណជួបគ្នាក្នុងមេរៀនក្រោយ